ជាប្រសងចាហើយខ្ញុំអាត្មាចាញ់បងគេចាញ់បងប្រច័យគេជួយប្រកាសតគ្នានេះ Facebook នេះបងអាត្មា Facebook ក្មួយអាត្មានោះអង្គុយជុំអស់ 100000 អាត្មាអស់ 4ហើយខ្ញុំនោះមកខាងវិត 3 នាក់សិលមិញអស់ម្នាក់ 100000 Facebook នេះជួយលេខឆ្នោតជួយអីនោះចំនេះអត់ផងទៅគ្នាក្រផងចេះតែអូនអូយខ្លាចបានមានបានធូរធៀងគេញោមអើយនៅគ្នាចាញ់បោកគេប្រុងព្រាតថាកូនទូចមួយនេះគេថានេះសម្ដីបានមកបើសម្ដីមកក៏ឆោតផងហើយគេប្រាប់មែនក៏តែនៅកូនបានបច្ច័យបានលើកូនចូលរៀនចូលអុយម៉ែវាក្លាប់ចូលក៏ថ្មមកបួកជាមួយកូន3នាក់លេងចាញ់បោកគេទៀតវាទៅលេងដល់ញោមចាញ់បោកទៅមិនចាញ់បោកតាថ្មវិញនេះគិនចាញ់ដែរថាទិញផលិតផលគេអុយលេខឆ្នោតដឹកគុណអើណាអូគេឆានមកថ្មនេះទៅគេថាគេទាខ្លាមកបានគេប្រាប់លេខឆ្នោតអើយទៅម៉ែអូនអើយទៅបានជ្រាបលោកត្រួយបានចាដូចជាទិញស្លឹកឆ្នោតទិញស្លឹកឆ្នោតពួកឥឡូវហ្នឹងរូបនេះតិចរូប AI រូបគាត់ពួកឥឡូវទៅបីតែរូបមនុស្សអីសើ AI ច្រើនណាបងប្អូនគឺដូច AI ឆាតមើលដឹងថា AI មិនឆាតរូបអ្នកស្រីពេលឲ្យនេះហ្នឹងវាមានហ្នឹងហើយគេធ្វើអញ្ចឹងណាអូទិញស្លឹកឆ្នោតណាបាយតែរបស់នៅក្នុងក្រុមណាទិញស្លឹកឆ្នោតបងប្អូនអីនិយាយទៅបាបនេះបាបគុណ2ហ្មងណាចង់និយាយថាបើយើងបោកធម្មតាទៅវាបាបហើយនេះបោកចំបដិជគុណបាទបាបគុណ2អីបងអើយណាហ្នឹងហើយបដិជគុណក៏មានសង្ឃការដែរថាមានកូននៅក្នុងបន្ទុកអត់សូវមានថវិកាទេមានក៏លោកមុននឹងមានលោកមុនក៏មុនអតីតកាលណាបាទហើយព្រះអង្គទិញឆ្នោតមិនឆ្នោតលេងសោសំណាងដាក់រូបឆាតមើលឆ្នោតលក្ខណៈមិនគេមានស្អីគេលិខិតចឹងអ្នកបោកនោះបាបគុណ2បាទហ្នឹងហើយបោកចំបើយើងបោកធម្មតាជនចង់និយាយថាប្រជាជនធម្មតាបាបហើយណាបាទហ្នឹងហើយតែនេះលេងបោកចំព្រះអង្គទៀតរូបហ្នឹងឆាតមើលសង្ស័យរូប AI ក៏រូបមែនតើរូបមនុស្សហ្នឹងយើងអត់ដឹងទេតែយើងមានអាកដាស់នោះអាកដាស់នេះយើងសុំអានកដាស់ហ្នឹងមួយឆាតតាកដាស់ហ្នឹងហ្មងហ្នឹងហើយបោះទៅហ្នឹងទិញឆ្នោតបោកលុយបដាច់គុណទៅបាត់ហើយប្រិមិត្តរបស់យើងចាំបដាច់គុណមិនបន្ទិញឆ្នោតវិញបងបាទណានេះឆ្នោតស្អីគេនេះក្រុមហ៊ុនផលិតឆ្នោត$10ទៅបាត់ហើយណាអីហើយអសទៅសេហ្នឹងហ្វុនមើលគេថាចេះអតិថិជនជាទីគោរពលៀងរ៉ាឌីឆ្នោតវៀតណាមយោងតាមបទបញ្ញត្តិរបស់វៀតណាមខំមួយស្អីទេលោកអើយ lottery អតិជនទាំងអស់បន្ទាប់ពីចូលឈ្មោះលេង VIP ជាមួយនឹងក្រុមហ៊ុនត្រូវទិញកញ្ចប់ធានារ៉ាប់បន្ថែមដើម្បីធានាសុវត្ថិភាពនៃលេខ VIP របស់ក្រុមហ៊ុនជៀសវាងលេខ VIP របស់ក្រុមហ៊ុនត្រូវបែកធ្លាយទៅខាងក្រៅប៉ះពាល់ប្រាក់ចំណូលរបស់ក្រុមហ៊ុនអូយយកញ្ចប់ធានារ៉ាប់មានតម្លៃ$20សូមបន្ថែម$20នៅក្នុងសេវាកញ្ចប់ធានារ៉ាប់ដើម្បីក្រុមហ៊ុនអាចចេញលេខកូដ VIP បូកជាមួយនឹង VIP B VIP A បូក VIP B ជូនទៅអ្នកទីនេះស្រាប់សំណួរណាមួយសូមតាក់ទងទៅកាន់អ្នកប្រឹក្សាយោបល់ចម្លើយអរគុណច្រើនបងប្អូនរបស់យើងណាបាទហ្នឹងហើយនេះអសរបស់គេនេះតែហ្វុនអសណាដូចប្លែកណាយល់មើលទៅដូចនេះបងដូចហ្នឹងហើយដូចវាមិនមែនតែសេដោយកុំព្យូទ័រដោយអីដូចត្រូវហើយចានិយាយទៅដូចអ្នកដែលគាត់ធ្វើ poster បង poster ហើយយើងយកអា font ទាំងអស់ហ្នឹងមកអា font ហ្នឹងគឺអត់ស្អាតទេហ្នឹងហើយចាំមិនថាយើងមើលទៅ font ហ្នឹងណាបងប្អូនបាទនោះហើយក្រុមហ៊ុនផលិតឆ្នោតនេះ Channel A អូ Channel B តែសំខាន់ទិញស្លឹកឆ្នោតតែចុះឈ្មោះទៀតណាបាទដើម្បីយក VIP ទៀតណា VIP A VIP B នៅឆ្នោត Channel A នោះចេញមកទិញមក4:30ចេញមក6:30ហើយ Channel B ទិញ4:30ចេញ6:30ចាចេញដូចគ្នាតែដូចគ្នារង្វាន់ជាមិនដឹងថាលក្ខខណ្ឌមិនហើយចុះគេប្រាប់ប្រជាជនមិនទៅថាត្រូវរង្វាន់ត្រូវលុយអីអាម៉េចលេងម្ដងអីបានប្រមាណអញ្ចឹងណាតែនេះអស់$10លបងអស់$10ណាបាទហ្នឹងហើយឆ្នោតបងប្អូនណាហ្នឹងហើយឡើយបោកទៅហើយសំខាន់ណាprofile លបងក៏ដាក់ជាមួយនឹងរូបលបងចាអញ្ចឹងហ៊ានមែនតើណាបោកអត់ទេមកថាលបងគាត់ដាក់រូបគាត់អត់ដាក់រូបលោកដាក់រូបអីផ្សេងសំទៅថានេះតែនេះគឺឃើញរូបប្រសងនៅបោកមានត្រាវៀតណាមទៀតនេះនឹងរូបពិតរូប AI អូនអត់ដឹងទេរូបម្នាក់ស្រីនេះចាហ្នឹងហើយ
ព្រោះឥឡូវហ្នឹងគេធ្វើរូប AI ប៉ុន្តែមានកងធនាគារបើយើងអាចចាប់បានបើសិនជាយើងប្តឹងសមត្ថកិច្ចអីនេះកងធនាគារមានឈ្មោះមានអីទាំងធំទៅចាព្រោះឥឡូវយើងឃើញតែអីគេកែកម្មវិធី AI កែរូបស្អាតទេដល់ពួកយើងណាចង់បានដើមទ្រូងប៉ុណ្ណាក៏បានរៀងសឡូនសក់មុខចាមើលមើល AI មែនបើថាប្រុសវិញសាច់ដុំប្រហែលកោក៏បានដែរបកាឲ្យ style ថតរូបឥឡូវយើងមិនបាច់ប្រឹង style ថតអីគេមានអាស៊ុំគេស្រាប់បាទយើងចូលទៅតែប្រងដាក់ទៅ style ថតអីក៏បានដែរណា Wedding ក៏បានដែរឬក៏យើងខ្វះដង្សារដាក់តួស្រីតួប្រុសមកបានទៀតចា AI ចាអូកាតគេដាក់រូបនឹងដែរនេះគេធ្វើដាក់រូបនឹងតែហ្មងណាតែមិនដឹងថារូបនឹងឬថតប៉ិតឬក៏រូបគេប៉ិតណាបងប្អូនអើយហ្នឹងហើយអញ្ចឹងបោកច្រើនណាប្រិមិត្តយើងឃើញប្រយ័ត្នប្រយែងណាប្រិមិត្តណាសំបីតែប្រជាជនក៏ពួកនេះអត់មានខ្លាចថាចូលនៅរូបចូលអីណាពួកយើងណាបាទបោកទៅលបងដាក់ profile រូបលបងទៀតណាតែឆ្នោតហ្នឹងលេងបានលបងលេងបានអត់អីទេខ្ញុំអត់ដឹងយើងកំពុងឆ្ងល់ថាប្រសងទិញឆ្នោតដើម្បីបាទលុយឆ្នោតហ្នឹងអត់អីទេឆ្នោតគឺសម្រាប់លេងបានសម្រាប់លបងអញ្ចឹងណាមិនស្រួលអីដែលបោកហ្នឹងប្រាប់ទៀតណាតើចុះដល់កោយលេខដោមិនអីទេចុះគាត់ជាវៀតណាមមកលបងថៃលេខបានទេបាទហើយចុះដល់កោយលេងបានបានទាំងអស់លេងបាននៅឆ្នោតហ្នឹងឲ្យមានប្រកាន់តែ1 2 3 4 5វេតែលុយឲ្យមកវេតែលុយ VIP តែលើប្រិមិត្តចូលរួមណាប្រិមិត្តចូលរួមជំរាបសួរចាមេចការចូលរួមសូមអញ្ជើញបងខ្ញុំសូមចូលរួមយោបល់កន្លែងនិយាយថាលោកទិញឆ្នោតមិនណាចាបងពួកចាព្រោះយើងដេក Facebook រាល់ថ្ងៃវាមានឆ្នោតនេះថាឆ្នោតវៀតណាមចាអូគេតែយើងមាន friend មានអីលេងឆ្នោតវាតែលោក alert មកយើងដែរណាអូចា Facebook ដល់ពេលហ្នឹងហើយដល់ពេលអញ្ចឹងទៅគេដាក់តម្រុយឆ្នោតចាបាទវៀតណាមទៅគេត្រូវការយើងបង់លុយបងឲ្យដែរប៉ុន្តែបើយើងបង់ទៅគេផ្ញើលុយជួនកាលវាផ្ញើទៅវាត្រូវជួនកាលទៅវាអត់ណាចាបងច្រើនគេធ្វើឲ្យយើងដូចថាមានណាបើតែផ្ញើមកវាឆាវាត្រូវទេបើតែផ្ញើពុក A ទៅវាចេញពុក B ពុក C ទៅចាហ្នឹងហើយពុកមានតែពុកខ្ញុំក៏ធ្លាប់លេងដែរហើយក៏តែវាក្រុមហ៊ុនឆ្នោតនេះតែលើកចូលមកខ្ញុំមកមានស្រាប់ជាមួយពួកអ្នកលេងឆ្នោតនេះងុកឆ្នោតអូចាតែពេលចាប់ទៅគេតែលោកយើងផ្ញើសារមកយើងទៅប៉ុន្តែយើងអត់ចូលចិត្តល្បីឆ្នោតល្បីអីហ្នឹងណាចាបានយើងក៏ដូចឲ្យយើងនេះចោលទៅហើយដូចជាប្តីគុណមួយអង្គមិញលេងអ្នកជិះរៀបដូចខ្ញុំដែរសង្ស័យតែម្ដុំអ្នកគួរជុំដល់បាទអរគុណបងតែប៉ុន្តែគាត់ប្រាប់ប្តីគុណថាហើយពីនេះសងយើងគួរឲ្យយើងទៅលេងឆ្នោតវាស្មើយើងប្រព្រឹត្តតែជីសងឲ្យខុសច្បាប់ហើយបងចាហើយកុំលេងល្អជាងបណ្ដាល្បែងតែទីនេះនិយាយមួយម៉ាត់ទៀតទៅយល់ល្អបងប្អូនយើងទាំងអស់គ្នាយើងបានជប់ទៅបងដែលជប់ទៅភូមិរងថ្ងៃក៏មិនឆ្នោតឯងមួយថ្ងៃចេញ4 5ពុះហើយតែភូមិខ្ញុំមួយនេះម្នាក់អស់យកតិចលៀនទេអូតែឆ្នោតយួននេះខ្លាចជាពាក់តគ្នាអ្នកអត់ឆ្នោតទៅអាមេឆ្នោតដូចបងខ្ញុំគឺឆ្នោតលក់ទៅអានេះចាក់ទៅមកអានេះលក់ខំបានលុយដុល្លារអាមេឆ្នោតចង់ក្រោយមានអាមេឆ្នោតតែយើងនេះកត់យើងនេះចាក់នេះក៏បងប្អូនគ្នាចាបងហ្នឹងហើយយល់ល្អឈប់ទៅវាអត់បានប្រយោជន៍ទេខំរស់ស៊ីទៅយើងពេលទៅសំងទៅក៏មួយថ្ងៃ3 4 ម៉ឺនសម្រាប់តែយើងចាំគ្រួសារយើងក៏ពឹងលើតំណាងនេះគ្នាទេតំណាងអត់តែភ្លេចលើមេទេចាបងតែយើងខំប្រឹងខ្លួនយើងមិនបានបើយើងមិនប្រឹងទេគឺអត់ទេថ្ងៃចូលរួមហ្នឹងហើយអរគុណបងអរគុណសម្រាប់ការចូលរួមនេះវាមិនខុសអីពី style មួយទៀតទេប្រិមិត្តដែរបងប្អូនយើងក៏អាសាចូលរួមថាដូចអីគេដាក់លុយទៅ20រៀលបានការប្រាក់45មកវិញបាន100បាន200ហើយសិតតែបោកណាបងប្អូនយើងអញ្ចឹងអ្វីដែលយើងទទួលបានគឺច្រើនហើយប្រិមិត្តរបស់យើងណាអញ្ចឹងបងប្អូនយើងគឺប្រុងប្រយ័ត្នទាំងអស់គ្នាហើយមើលទៅពួកនេះអត់មានខ្លាចបាបខ្លាចអីស្បីតែប្រជាជនក៏បោកព្រះអង្គដាក់ profile ឡើងប៉ុណ្ណាហើយបោកលបងទៀតណាហ្នឹងហើយណាប្រើប៉ុន្តែចាបងប្រុសគាត់ចូលរួមនៅក្នុង Facebook ឧទាហរណ៍ថាយើង like page game online ឬក៏ល្បែង online ល្បែងឆ្នោតអីមួយតែមួយឯងគឺវា load មកមួយខ្សែរហូត
ចឹងជាធម្មតាទោះបីយើងអត់ចាំឃើញក៏វាឃើញដែរបើសិនជាមនុស្សមួយចំនួនពួកហ្នឹងមាន AI បើថាយើងគិតចង់ទិញអីក៏លោតមកដែរបងប្អូនកម្មវិធី Facebook TikTok ហ្នឹងគឺគេប្រើកម្មវិធី AI ពេលយើងអីមកលោតមកតែហ្មងប្រិមិត្តឧទាហរណ៍ថាបងសាឡាចិត្តមើលប្រុសស្អាតសាច់ដុំអូលោតរហូតលោតមកតែហ្នឹងទេបាទលោតមកយើងមើល TikTok ក៏ចឹងដែរមើលឡើងវិលមុខហ្មងគេដាក់កម្មវិធី AI ហ្នឹងហើយតោះអរគុណឥឡូវសុំមួយទៀតណាបាទថ្ងៃពីខាងវ៉ាន់មួចាវ៉ាន់មួលើថាចូលចិត្តមើលដែរណនៅក្នុង TikTok តិចអីចាវ៉ាន់មួស្ទុះមកក្រុងចាតោះបាទតោះនឹងឲ្យសុំប្រិមិត្តចូលរួមណាអត់លឺផងណាចាគាត់ស្ងោហើយមិនហ្នឹងខ្ញុំកៅគូមិនទីចក្រានសុខស្នាកទៅវិញសុំម្ដងទៀតមកអូលឺហើយបងព្រួយបកបាត់ភ្លើងវិញបងប្រកាសឲ្យបិទភ្លើងណាបើគាត់ទៅសេមកគាត់បើកភ្លើងផងម៉ោង11:57ថ្ងៃត្រង់វេលាម៉ោងបើកភ្លើងអីគេមើលសុំស្ដាប់ម្ដងទៀតមើលសាច់ដាច់ភ្លើងដល់បងគាត់ថាចេះបើកភ្លើងផងអូដាច់ភ្លើងនឹងឯងណាហ្នឹងហើយខ្ញុំជ័យគុំស្ទិអូសំឡេងស្រឹមល្អទេបងចាភ្លើងដាច់ខ្ញុំខ្ញុំចាក់ក្រៃភ្លើងដាច់កៅគូមិនទីចក្រានសុខស្នាកទៅវិញស្រុកព្រះស្រេចព្រៃវែងអូភ្លើងដាច់បងប្អូនយើងនៅមន្ទីរចក្រីស្រុកព្រះព្រៃវែងសូមឲ្យបើកភ្លើងវិញផងសូមឲ្យបើកភ្លើងវិញផងដាច់ភ្លើងហ្នឹងតោះអរគុណលើសូមប្រិមិត្តយើងសាយស្លេមតមករូបទៀតអាឡូជម្រាបសួរជម្រាបសួរអូសាឡាហ្នឹងហើយមានកៅសារាចរមួយនៅស្តុបច្បារអំពៅយើងបងចាស្តុបច្បារអំពៅម្ដុំណាមកស្តុបច្បារអំពៅច្រើនហើយនឹងស្តុបផ្សារបងស្តុបផ្សារណាគ្រោះថ្នាក់របៀបអីនឹងអីដែរបងរថយន្តអាហ្វាពណ៌ខ្មៅមួយអាព្រុសហើយមានចាក់មើលទេបងឡានអាហ្វាពណ៌ខ្មៅជាមួយនឹងព្រុសឥឡូវមានជនរងគ្រោះរបួសអត់ទេបងអត់មានទេបងតែតវ៉ានេះអត់បងគុំនិយាយទៅផ្អើមចាស់ខ្លាំងបានកន្លែងស្តុបបាត់ចូលផ្សារច្បារអំពៅទៅមកបងណាហ្នឹងហើយព្រោះហងប៉លីសគាត់នៅចិត្តហ្នឹងតែគាត់មកគាត់ហូបបាយហ្នឹងបងតែជួយឲ្យអង្គភាពគាត់មកទីមកចិត្តចាស់ពីទាំងលើបងបាទអរគុណច្រើនបងសម្រាប់ការផ្ដល់ព័ត៌មានមកខាង Visu ABC ណាបងណាអរគុណនឹងអរគុណច្រើនបងអត់មានជនរងគ្រោះរបួសអីទេប្រិមិត្តបើយើងគាត់គាត់ប៉ះគ្នាឥឡូវស្ទះចរាចរណ៍បាទឡានអាហ្វាពណ៌ខ្មៅហើយនឹងឡានប្រុសប្រិមិត្តបើយើងណាបាទលើកំពុងតែឆ្លោះបកាយគ្នានៅកន្លែងកាត់ហេតុហ្នឹងហើយអត់មានជនរងគ្រោះរបួសអីទេប្រិមិត្តបាទហ្នឹងហើយនៅកន្លែងស្តុបបាត់ចូលផ្សារច្បារអំពើហ្នឹងតែម្ដងបាទនឹងអរគុណច្រើនប្រិមិត្តចូលលោកអ្នកដែលគាត់មានព័ត៌មានបន្តបាទការចូលរួមក៏ដូចជារឿងរ៉ាវអាសន្នអីផ្សេងប្រិមិត្តនៅតែបន្តផ្ដល់ព័ត៌មានបាទមកខាងស្ថានីយ៍ Visu ABC បានយកទៅចាំទទួលណាបាទហ្នឹងហើយមិនថាករណីគ្រោះថ្នាក់ចរាចរណ៍ស្ទះចរាចរណ៍ឬក៏ព័ត៌មានចូលរួមអីផ្សេងទេប្រិមិត្តតោះអរគុណឥឡូវយើងសូមចានេះប្រិមិត្តយើងខមមិនក្នុង app ឯងគាត់ខមមិនលេងណាគាត់ថា one more ចូលចិត្តស្ដាប់ធម៌ជប៉ុនបាទចេះតែធម៌ជប៉ុនតែមិនទៅមានចាតែ one more ចាញ់ឆាតទេចាគេសុភាពតែគេនេះចឹងណាគេបាទធម៌ជប៉ុននេះគេអត់តែអត់សូវហ៊ាននិយាយខ្លាំងទេខ្លាចប្អូនហាក់មកវាយចាលោកប្អូនតែមិននៅក្រៅហ៊ានដល់យើចាអរគុណណាស់ប្រិមិត្តយើងកន្លែងណាដែលមានភ្លៀងធ្លាក់ឬក៏លិចទឹកលិចអីនេះអាចតតចូលរួមបានព្រោះម្សិលមិញមកថ្មនេះគឺលិចនៅភ្នំពេញណាបាទតោះមកសុំសាយសេរីបន្តមករូបទៀតហ្មងអូនចាបាទអូយបានបងដាវីតណាចាអរគុណណាស់ផ្សំមិញភ្លៀងខ្លាំងប្រិមិត្តរបស់យើងណាបាទលិចច្រើនកន្លែងណាប្រិមិត្តរបស់យើងព្រោះសាមញ្ញវិសុយើងអីក៏ភ្លៀងខ្លាំងដែរប្រិមិត្តអញ្ចឹងជាការប្រុងប្រយ័ត្នមួយបងប្អូនរបស់យើងណាដែលយើងបានប្រកាសជូនពីខាងធនធានទឹកនៅទូរយមដែលបានចេញមកនេះឬបងបារាឬខេត្តណាទេដែលលិចបាទណាមានខេត្តណាខ្លះប្រិមិត្តរបស់យើងបងប្អូនរបស់យើងជួយប្រាប់បន្ថែមផងណាជាពិសេសស្ថានភាពទឹកស្ទឹងណាបាទទឹកព្រែកទឹកអីហ្នឹងដែលគាត់នៅចិត្តទន្លេចិត្តអីស្ទឹងប្រែកថ្នោតអញ្ចឹងឡើងណាបងចាឡើងប្រែកថ្លឹងនេះចាស់ជីកាត់មុនហ្នឹងគឺឡើងពៀបស្ពានហ្មងអញ្ចឹងឯងនឹងមកពីយប់ទៀតឡើងខ្លាំងមែនតើបាទបុកខែប្រាំងធម្មតាសង្ឃថាស្រកឡើងចង់ដល់ក្រើមតើនេះលោកជិតដល់ស្ពានមកលើជិតដល់ស្ពានឡើងពៀបឡើងទឹកឡើងពេញហ្នឹងហ្មងណាបាទចាព្រោះអីយើងខានលិចហ្នឹងប្រហែលឆ្នាំអីកន្លែងហ្នឹងខានលិចបាទដល់ខានលិចមួយឆ្នាំចឹងអត់ទេបងប្អូនហ្នឹងព្រោះតែលិចនឹងទៅណាទេនេះបងប្អូនចាលពេញហ្នឹងឆ្នាំណាមួយក៏នឹងលិចមកខាងដល់ព្រែកជ្រៃចាអត់លិចជ្រៅដែរពេលហ្នឹងគួរស្រូវលិចឡើងពេញហ្នឹងទាំងអស់វិសុទ្ធយើងក៏ពៀបដែរចាហើយពេលហ្នឹងអាជ្ញាធរគាត់ធ្វើការខ្លាំងព្រោះគាត់មានអបអអីចំលៀសប្រជាពលរដ្ឋចាញ់ចំលៀសអីចឹងណាបងប្អូនរបស់យើងចឹងបងប្អូនរបស់យើងអាចជួយប្រាប់បន្ថែមផងបើមានកន្លែងណាដែលលិចទឹកលិចអីឬក៏មានភ្លៀងមានអីហ្នឹងណាតោះអរគុណឥឡូវ